มีแต่ធ្លាក់ភ្លៀងចេះស័ក្តិសមមែនតើសម្រាប់មីស៊ុបឬក៏ប្រភេទស៊ុបហុតក្តៅហើយមីនេះធ្វើសម្រាប់អូន6 7ខែឡើងទៅបើមីទាំងអស់គ្នាអាចធ្វើឲ្យម៉ត់ជាងនឹងបន្តិចបើសិនជាកូនអត់ទាន់ចេះតែពីហើយនេះក៏យើងប្រើជាមួយស្ដាច់សារាយសម្រាប់ស្ដាច់សារាយបើមកមីទាំងអស់គ្នាអត់ចង់រងាស់ធ្វើទឹកស៊ុបថ្លាទុកទេមកមីទាំងអស់គ្នាអាចធ្វើដូចខ្ញុំបានគឺយើងយកស្ដាច់សារាយនេះយកមកប្រើធ្វើជាទឹកស៊ុបតែម្ដងអញ្ចឹងទីមួយយើងលាងវាឲ្យស្អាតបន្ទាប់មកទៀតយើងត្រាំវាហើយយើងយកវាទៅធ្វើជាទឹកស៊ុបដើម្បីចម្អិនជាប្រភេទមីជាប្រភេទបបរក្លិនឈ្ងុយរសជាតិឆ្ងាញ់ស្ដាច់សារាយសម្បូរសារធាតុអ៊ីយ៉ូតដែលជួយប្រឆាំងជំងឺក្រិនស្លេកស្លាំងនិងពកកសម្បូរសារធាតុរ៉ែសំខាន់ដែលរាងកាយអូនត្រូវការហើយអីដែលជាប់សរនៅលើនឹងគឺជាសារធាតុអ៊ូម៉ាមីដែលបានមកពីបាតសមុទ្រអញ្ចឹងវិធីធ្វើគឺងាយស្រួលមកមីទាំងអស់គ្នាលាងសម្អាតឲ្យស្អាតត្រាំយកទឹកនឹងយកមកធ្វើស៊ុបពេលដែលទឹកយើងចាប់ផ្ដើមរៀងពុះគឺយើងស្រង់សារាយនឹងចេញចំណែកប្រូតេអ៊ីនថ្ងៃនេះខ្ញុំប្រើជាប្រភេទស៊ុតមាន់ក៏បានស៊ុតទាក៏បានករណីដែលកូនមកមីទាំងអស់គ្នាមានអាយុក្រោម1 ខួបណែនាំឲ្យប្រើតែស៊ុតផ្នែកពណ៌សសិនមនុស្សបែបស៊ុបអញ្ចឹងមកមីទាំងអស់គ្នាពេលដែលកូនយើងអត់ស្រួលខ្លួនឬក៏ពេលដែលអូនចាប់ផ្ដើមដុសធ្មេញគឺគាត់អត់ចង់ញ៉ាំអត់ចង់ទៅពីអីអាចធ្វើជាស៊ុបបែបនេះឲ្យកូនបានហើយដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងបើសិនជាកូនមកមីទាំងអស់គ្នានៅតូចសម្រាប់បន្លែគឺយើងអាចកិនដើម្បីយកលបាយតូចងាយស្រួលក្នុងការអូនញ៉ាំហើយដោយសារខ្ញុំអត់មានប្រើជាសាច់សុទ្ធដូច្នេះខ្ញុំប្រើជាម្សៅទ្រូងមាន់នៅក្នុងម្សៅទ្រូងមាន់ណាគឺសម្បូរទៅដោយប្រូតេអ៊ីនជួយទ្រទ្រង់ដល់រាងកាយជួយឲ្យសាច់ដុំអូនរឹងមាំជួយដល់សុខភាពបេះដូងប្រយុទ្ធប្រឆាំងនឹងមហារីកអីដែលសំខាន់គឺម្សៅទ្រូងមាន់យើងគឺធ្វើចេញពីសាច់មាន់សុទ្ធ 100% តែម្ដងខ្ញុំបន្ថែមដុំស៊ុបទៅក្នុងស៊ុបរបស់អូនដើម្បីឲ្យស៊ុបរបស់អូនមានក្លិនកាន់តែឈ្ងុយហើយរសជាតិកាន់តែឆ្ងាញ់វិធីចម្អិនគឺងាយខ្លាំងមែនតើគ្រប់យ៉ាងរួចរាល់មកមានទាំងអស់គ្នាចាក់ស៊ុតចូលហើយបន្ថែមជាមួយនឹងមីចូលសម្រាប់មីនេះគឺល្អិតតូចខ្លាំងមែនតើមកមានទាំងអស់គ្នាមីហ្នឹងគេណែនាំសម្រាប់អូន5 ខែឡើងទៅតែជាទូទៅនឹងយើង6 ខែទើបយើងឲ្យកូនញ៉ាំបបរខាប់គ្រប់គ្រឿងអញ្ចឹងដល់វ័យ6 ខែឡើងទៅមកមានទាំងអស់គ្នាអាចបន្ថែមជាមីនេះចូលទៅក្នុងរបបអាហារកូនបានហើយម្ដងហើយម្ដងទៀតពីខ្ញុំទៅ6 ខែឡើងទៅគឺយើងអាចបន្ថែមរបបអាហារខាងក្រៅឲ្យកូនបានមិនមែនតតែបបរខាប់គ្រប់គ្រឿងទើបធ្វើឲ្យកូនឆ្អែតទេយើងអាចច្នៃធ្វើជាស៊ុបមីប្រភេទនំ pancake អីក៏បានដែរអញ្ចឹងមកមានទាំងអស់គ្នាដែលត្រូវការសម្ភារៈផ្សេងគ្រឿងតែអាហាររូបត្ថម្ភឬចង់ពិសាអីផ្សេងអាចតាក់ទងមកកូនដំរីបាន